កំណើតនៃ Father David ចេះនៅឆ្នាំ1909មានស្ត្រីម្នាក់ឈ្មោះថា Serena Smartat នៅសហរដ្ឋអាមេរិកបានស្នើឲ្យមានទិវានេះជាពិសេសសម្រាប់លោកឪពុកជាពិសេសនាងចង់គោរពលោកឪពុករបស់នាង William Jackson Smart ដែលបានចិញ្ចឹមកូន6នាក់ដោយខ្លួនឯងហើយបន្ទាប់ពីភរិយារបស់គាត់បានស្លាប់ទៅការប្រពៃទិវាលោកឪពុកដំបូងបានធ្វើនៅ Spokane នៅថ្ងៃទី19ខែមិថុនាឆ្នាំ1910ចឹងហើយដែលយើងដឹងថា Father Day គឺតែងតែធ្វើឡើងនៅក្នុងខែមិថុនានេះឯងបើមិនថ្ងៃ19នោះក៏ថ្ងៃផ្សេងទៀតចឹងទៅខុសគ្នាតិចតួចទេហើយសប្តាហ៍ថ្ងៃនេះប្រទេសជាច្រើនស្ទើរតែទូទាំងពិភពលោកទៅហើយបានប្រារព្ធនៅពិធីលោកឪពុកនេះដើម្បីបង្ហាញនូវក្តីស្រឡាញ់និងការដឹងគុណការគោរពចំពោះលោកឪពុកដែលបានលះបង់បានញើសសាច់ឈាមដើម្បីគ្រួសារកម្លាំងកាយកម្លាំងចិត្តចិញ្ចឹមកូនចិញ្ចឹមប្រពន្ធបាទហើយសាច់រឿងនេះផងដែរគឺគាត់ជាឪពុកតូលមួយដែលចិញ្ចឹម3បែកកូនដែលលះបង់ដើម្បីកូនប្រៀបដូចឥឡូវនេះផងដែរគឺឪពុករបស់ខ្ញុំគឺកំពុងតែបោកកៅអៅនិយាយទៅបោកកៅអៅជូនកូនជូនដល់ប្រពន្ធគឺអាចបង្ហាញពីក្តីស្រឡាញ់របស់លោកឪពុកធំមែនទែនអរគុណលោកឪពុកដែលបានពីម្ដងកូនដល់ទៅស្ញើទៅកាន់លោកឪពុកខ្ញុំផ្ទាល់ពីម្ដងកូនតាំងពីតូចដល់ធំឲ្យរៀនឲ្យសូត្រកាលពីតូចមកខ្ញុំឆ្ងល់ដែរថាមិនបានពុកខ្ញុំក៏ឲ្យខ្ញុំបាទរៀនក៏ឲ្យខ្ញុំគាត់វាយខ្ញុំគាត់អីថាដូចបដៅយើងខំរៀនខំអីដល់ពេលយើងធំឡើងទើបយើងដឹងថាចំណេះដឹងនិងអ្វីដែលយើងចេះគឺសំខាន់មែនទែនក្នុងការរស់នៅប្រចាំថ្ងៃទាំងមុខមាត់ទាំងកិត្តិយសបាទនិយាយទៅទាំងការរស់នៅសពថ្ងៃក្នុងសង្គមបើយើងអត់ចេះអីទេគឺយើងចូលចំណោមគេអត់ចុះនោះទេក្រៅពីលុយកាក់ក្រៅពីអ្វីផ្សេងគឺមានតែចំណេះវិជ្ជានឹងឯងបាទហើយវីដេអូខ្ញុំដាក់នេះគឺខ្ញុំគិតថាស៊ីមន្ត្រីគ្នាបងប្អូនណាបាទគឺឪពុកខ្ញុំគាត់ទៅចការគាត់បាទវាយថ្មវាយអីជាមួយខ្ញុំណានេះវីដេអូនេះគឺយូរដែរហើយតាំងពីលើកថ្មលើកអីហ្នឹងបងប្អូនឃើញពោស្អាតហ្នឹងមិនងាយណាបាទថ្មនឹងឯងនេះដល់ពុកខ្ញុំគាត់បានខំប្រឹងលើកថ្មលើកអីនេះមួយខ្ញុំនេះអញ្ចឹងបានថាបាទគុណលោកឪពុកគឺធំធេងណាស់បងប្អូនអរគ្នាអញ្ចឹងបើថាគាត់ថាឲ្យយើងគាត់អីយើងពេលខ្លះគាត់យើងអត់ធ្មត់ទៅណាបងប្អូនកូនហ្នឹងនេះបាទព្រោះថាយើងអត់អាចមានឪពុកពីរយើងអត់អាចមានម្ដាយពីរទេបាទឪពុកគឺមានតែមួយនឹងឯងបាទឪពុកអីមិនដឹងបើតែឪពុកបកើតដែលជាសាច់ជាឈាមយើងជាបាទឯគាត់បកើតយើងជាឪពុកបកើតហ្នឹងបាទគឺមានតែមួយទេបងប្អូនអញ្ចឹងបាទហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរបងប្អូនហើយអរគុណសម្រាប់ការទស្សនាបើចង់ផ្ញើសារទៅកាន់លោកឪពុកសូម share វីដេអូនេះមួយហើយបើចង់ឲ្យបងប្អូនផ្សេងទៀតដឹងអំពីរឿងប្រវត្តិនៃ Father Day នេះបន្តែវាឪពុកនេះសូមបងប្អូនជួយបាទចែករំលែកបន្តផងបាទព្រោះនេះខ្ញុំអត្ថបទនេះគឺខ្ញុំបានអានបបទេខ្ញុំក៏យកមកដកស្រង់ឲ្យបងប្អូនបានមើលទៅបាទខ្ញុំអានអត្ថបទបរទេសណាបាទតែកាសែតបរទេសគេបានបង្ហាញជួបនេះវីដេអូគឺបងប្អូនបាទជម្រាបលា